សួស្តីបងប្អូនអរគ្នាតើអ្នកដឹងទេថាហេតុអ្វីបានជា Isuzu បើកបរបានយ៉ាងរលូននិងមានកម្លាំងខ្លាំងនៅគ្រប់ស្ថានភាពផ្លូវចម្លើយនោះគឺស្ថិតនៅលើបច្ចេកវិទ្យាប្រអប់លេខ Retronic Retronic គឺជាប្រព័ន្ធដែលបានបំពាក់ទៅលើប្រអប់លេខអូតូ6វគ្គរបស់ Isuzu វាអនុញ្ញាតឲ្យអ្នកបើកបរអាចជ្រើសរើសក្នុងការប្រើប្រាស់តាមតម្រូវការនិងស្ថានភាពជាក់ស្ដែងនៃផ្លូវបន្ថែមលេខវាក៏បន្ថយលេខដោយខ្លួនឯងបានភ្លាមៗដោយអ្នកគ្រាន់តែរុញចង្កឹះលេខទៅជាមុខងារប្រអប់លេខដៃរួចរុញឡើងដើម្បីបញ្ចូលលេខនិងទាញចុះដើម្បីបន្ថយលេខវាបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការសន្សំសំចៃប្រេងនិងបទពិសោធន៍បើកបរវ៉ាជែកយ៉ាងមានប្រសិទ្ធភាពនិងកាន់តែអស្ចារ្យចំណុចទី1ការបង្កើនសន្ទុះនៅពេលដែលអ្នកចង់វាយចេញរថយន្តនៅផ្នែកខាងមុខក្នុងស្ថានភាពប្រញាប់អ្នកអាចទាញលេខចុះមកទៀតនៅល្បឿនដែលអ្នកកំពុងប្រើជាក់ស្ដែងតាមរយៈ Retronic ដើម្បីទាញយកកម្លាំងរមូលខ្លាំងពីម៉ាស៊ីនវាអាចធ្វើឲ្យរថយន្តស្ទុះទៅមុខភ្លាមៗដែលអ្នកលែងមានអារម្មណ៍ថាស្ពឹកដោយប្រអប់លេខអូតូអញ្ចឹងទី2ស្ថានភាពខ្ពស់នៅពេលចុះចំណោតនេះគឺជាចំណុចសំខាន់បំផុតសម្រាប់អ្នកដែលចូលចិត្តដើរលេងនៅតំបន់ទំនាបនិងតំបន់ភ្នំនៅពេលចុះចំណោតខ្លាំងបើសិនបើអ្នកជន់ប្រាំងរហូតវានឹងអាចធ្វើឲ្យប្រាំងរវាឡើងកម្ដៅខ្លាំងនិងធ្វើឲ្យបាត់បង់ប្រសិទ្ធភាពក្នុងការទប់ដំណឹងរថយន្តជាមួយ Retronic អ្នកអាចចុះលេខមកទៀតដើម្បីប្រើកម្លាំងម៉ាស៊ីនមកទប់ល្បឿនដែលជួយឲ្យអ្នកចុះចំណោតមានប្រសិទ្ធភាពនិងសុវត្ថិភាពបំផុតជាពិសេសគឺកាត់បន្ថយការសឹករាលនៃស្បែកចំណុចទី3ផ្ដល់អារម្មណ៍បែប Sport និងបើកបរបានគ្រប់ស្ថានភាពផ្លូវភ្លើភក់ផ្លូវខ្សាច់អ្នកអាចកំណត់លេខមកទៀតលេខ1ឬលេខ2ដើម្បីឲ្យរថយន្តមានកម្លាំងរុញច្រានខ្លាំងជៀសវាងការរអិលកង់អារម្មណ៍អ្នកបើកបរបែបអាជីពសម្រាប់អ្នកដែលចូលចិត្តបើកបរជាប្រភេទលេខដៃគឺអាចគ្រប់គ្រងកម្លាំងម៉ាស៊ីនបានពេញលេខធ្វើឲ្យការបើកបរមិនចំណាយចំណុចទី4ភាពឆ្លាតវៃនិងការការពារបើទោះបីជាអនុញ្ញាតឲ្យវាបញ្ចូលលេខដោយខ្លួនឯងក៏ដោយក៏ប្រព័ន្ធបញ្ជារបស់ Isuzu នៅតែតាមជាប់ជានិច្ចប្រសិនបើអ្នកចុះលេខក្នុងល្បឿនលឿនដែលប៉ះពាល់ដល់ម៉ាស៊ីនប្រព័ន្ធនឹងមិនអនុញ្ញាតឲ្យចុះលេខនោះទេវានឹងមានសំឡេងរោប្រាប់ដើម្បីការពារសុវត្ថិភាពម៉ាស៊ីននិងប្រអប់លេខបងប្អូនដែលក្រីរីនឹងទំនុកចិត្តជាមួយ Retronic របស់ Isuzu